នេះមកមុនលោកគ្រូបានបញ្ចូលទៅលើ separate គឺសម្រាប់ដកនៅ object ចេញពីគ្នាហើយមូលហេតុមកពីយើងឈរនៅលើ edit mesh ហើយយើងចុច CA create អាហ្នឹងណាចឹងពេលដែលយើងគូអីមួយកុំឲ្យវាជាប់គ្នាគឺយើងឈរនៅលើ object mode ប៉ុណ្ណឹងទេតែបើជាប់ហើយយើង select face ចុចអក្សរ P យើងយក selection ហើយមួយទៀតគឺតាក់ទងទៅនឹង array ហើយ array លោកគ្រូឃើញមានអ្នកថត version ទៀបជាងហ្នឹងទៀបជាងគ្រូចឹងពេលដែលយើងគូវាយើងត្រូវគូមិនគូតែមួយទេគឺគូ2បាទណាបានន័យថាយើងគូខ្វែងគ្នា2កង2ហើយចាំយើង array អញ្ចឹងអត់ចាញ់ទេបាទណាមួយទៀតលោកគ្រូបានបញ្ចូលទៅលើ wireframe modify ណាសម្រាប់ធ្វើឲ្យវាមានកលាមានអីណាអញ្ចឹងលោកគ្រូចូលមកខាងនេះលោកគ្រូចាប់ផ្ដើមគូនេះយើងគូតាមវិធីសាស្ត្រដូចជើងតាងឬក៏បកគោឈរនេះឬក៏កន្លែងនេះដែរទេប៉ុន្តែអ្វីដែលយើងត្រូវយកមកគូគឺយើងត្រូវយកនៅ object មួយដែលគេហៅថា cylinder បាទ cylinder ហើយយើងកំណត់ vertex របស់វាឬក៏ vertex របស់វាយើងយកវាតែ8បានន័យថាយើងយកវា8ជ្រុងតោះនេះ8ជ្រុងហ្នឹងទាញវាមក0វិញមកហើយលោកគ្រូមូទៅលើវាដាច់នេះអញ្ចឹងលោកគ្រូទាញវាមកខាងនេះមកយើង scale វាទូចទៅហើយលោកគ្រូចុច dot ហើយទាញវាមកខាងស្ដាំហើយទាញវាចុះក្រោមយើងមើលប៉ុណ្ណឹងឬក៏លោកគ្រូអាច scale វាធំតិចមកហើយ scale វាតាមអាស៊ីឡើងលើយកធំហ្នឹងអញ្ចឹងលោកគ្រូអាចចុច tab Z vertex ហ្នឹងហើយយើងចុចលេខ1wireframe ទាញចុះក្រោមតិចទៀតចឹងដោយសារតែវាផ្ដាច់ add cylinder ហើយចឹងយើងអាចកំណត់ទំហំវាបានទេមិនអញ្ចឹងយើងត្រូវការ scale យើងត្រូវការអីតាមដូចអ្វីដែលលោកគ្រូធ្វើអញ្ចឹងលោកគ្រូចាប់ផ្ដើមធ្វើឲ្យវាមានកលៈដូចកម្មចនានេះអញ្ចឹងយើងត្រូវមាន face 3ជួរឬក៏យើងចុច tab ចុចអក្សរ O យើងคลิกមកទាញវាមកខាងក្រោមទាញត្រឹមនេះមក Ctrl O คลิกទាញវា Ctrl O คลิกទាញយើងធ្វើវាម្ដងមួយព្រោះអីវាអត់ស្មើគ្នាទេបាទបន្លោះវាមួយនេះយើងមើលទៅអត់ស្មើគ្នាទេហ្នឹងបន្លោះវានឹងអត់ស្មើគ្នាទេបន្ទាប់មកចាំយើងចូលទៅក្នុង face alt click shift alt click shift alt click ឥឡូវនេះអត់ទេនេះអត់ទេមានតែ1 2អញ្ចឹងកន្លែងនេះ1កន្លែងនេះ2បន្ទាប់មកយើង right click យើងយក extrude face ឬក៏ extrude face along normal គឺយើង extrude face along normal ទាញវាចេញមកក្រៅយ៉ាងមកបានកម្មខាងលើហើយយើងកំណត់កម្រាស់វាតិចទៅយើងអូខេហើយយើងคลิกកន្លែងណាមួយហើយយើង alt click មួយទៀតហើយយើងចុច right click extrude
face អឡងមកទាញវាចេញវាចេញដល់ពេលខាងលើនេះខាងលើនេះយើងគ្រាន់តែចុច Ctrl O คลิกរុញទៅលើទៅហើយចាំយើងចុច face alt click ហើយយើងចុច right click extrude along normal យើងមើលឆ្វេងមើលស្ដាំ Z solid តោះនេះតបមកយើងមើលជ្រុងនេះកន្លែងនេះវាទួលអញ្ចឹងគឺគ្រូមូលនេះហ្មងទៅហើយលោកគ្រូ scale វាហើយលោកគ្រូចុចអក្សរ E ដើម្បី extrude face ឬក៏ extrude region ទៅត្រង់ហើយលោកគ្រូ scale វាចូលក្នុងបន្តិចមកព្រោះអីយើងមើលទៅវាទាលដែរនេះទាលចឹងបើសិនជាយើងអត់យល់ mesh editing ឬក៏ edit mesh ទេឬក៏យើងស្គាល់ vertex ស្គាល់ edge ស្គាល់ face ស្គាល់ insert ស្គាល់ loop cut ស្គាល់ extrude ពីហ្នឹងទេយើងគួរនឹងចាញ់យើងចុច tab វិញយើងតម្លាក់វាចុះក្រោមចុះក្រោមតិចទៀតឬក៏លោកគ្រូ scale វារៀងធំពេកយើង scale វាទូចមូលទៅលើវិញប៉ុន្តែយើងមើលទៅវាអត់ត្រង់អញ្ចឹងទេត្រូវអត់វារៀងស្ដួចខាងក្រោមជើងក្រោមថ្ងៃកាមេរ៉ានេះអញ្ចឹងយើងគ្រាន់តែចូលទៅក្នុង tab យើងចុច wireframe ហើយយើងឈរទៅលើលេខ1ហើយយើង click អានេះចូលមក select ឡើងនឹងចូលមកបាទ alt click shift alt click scale វាឬក៏យើង select ទាំងអស់អញ្ចេះមក scale វាឲ្យទៅអញ្ចឹងទៅខ្លាំងទៅទាញវាចុះក្រោមយើងទាញមើលវាដូចយើងទាញស្លឹកឈើអញ្ចឹងហើយយើងចូលទៅក្នុង face alt click យើង extrude ចូលក្នុងប៉ុន្តែអានេះគឺវាស្មើលើនេះហ្នឹងចឹងលោកគ្រូអាចចូលទៅក្នុង Ctrl O មកយើងคลิกបន្ថែមមួយទៀតទៅខាងលើមួយនេះដើម្បីបានអីបាន face វាតែមកជួរហ្នឹងទេ alt click មកឃើញទេស្មើ offset ស្មើកម្មនេះឡើងនេះនៅខាងលើយើងមើលទៅរៀងវែងជាងយើងអាចចុច number 1ទាញវាទៅលើបន្តិចយើងមើលខាងក្រោមវាស្មើគ្នាច្រឡំហើយចាំយើងចូល face វិញមក alt click បន្ទាប់មកយើងចុច Ctrl I យើងរុញចូលក្នុងរុញចូលក្នុងយើងយក thickness មកចូលក្នុងប៉ុន្តែវាអត់បាយ face ទេឬក៏វាអត់បាយ polygon នៅក្នុង 3D Max គេហៅថាបាយ polygon នៅក្នុងនេះយើង insert face ដល់យើងចុចអក្សរ I ត្រូវអត់បន្ទាប់មកយើងត្រូវ click កន្លែង inherit view មួយទៀតដើម្បីឲ្យវា face by face ណាមួយអញ្ចឹងណាហើយបើយើងមើលនៅលើមេរៀនរបស់យើងនៅក្នុង insert របស់យើងនេះ face វាមួយអញ្ចឹងយើងគ្រាន់តែ click កន្លែង inherit view មកកន្លែងហ្នឹងគឺវាទៅមួយហើយវាទៅមួយដូច face របស់យើងមួយនេះវាអត់ទៅជាក្រុមដូច face នេះទេពេលដែលយើងអត់ click ឬក៏យើងមើលជាក់ស្ដែងនៅក្នុងនេះយើង turn on turn off បាទនេះតោះមកយើងចុច right click យើងយក extrude face along normal រុញចូលទៅក្នុង click មួយយើងចាញ់ extrude ដែលយើងបាន option មិញហ្នឹងហើយយើងទាញ offset វាចូលក្នុងចេញក្រៅទៅឃើញ
chẳng như khẩu do right click extrude along normal một đầu máy insert lấy dương extrude along normal chẳng những tiền do phân năng tới bàn này cho lại nào muối tới việt từ đôi bạc kề hai thằng lơ này bờ sân cho dân trong ai bị hiện tôi tích cho x al click c al click s scale cho không al click tiền cho khom tích mất rồi có tì tăng năng việc trong cả đá thế nhưng cho tab muối nhưng cho number số vấn cho nam pad dot nhưng mơ tới tiền như mò cả đá dương ở toàn chat pra snap thì tiền như máu bị trong cả đá này môn năng cứ ở trong cả đá này nè vì hiện và chặn tình chẳng dương mơ bị lớn anh ấy cứ trở bại thôi nhưng mơ bị lớn bạn nhỉ hai đấy cứ pu phơi mà dương chẳng như lạnh pu lớn tiền như một hạt nặng rồi coi dương cho nam pad vô án mơ tới lẹ cho khóm tiệt của bị trâu sạch trâu ấy đấy do thầm này tất đấy phần năng máu dương sờ lạch lơ anh nắng làm nắng cứ dương trời Ctrl C Ctrl V mất rồi coi dương right click thay miền pi ấy kia này copy Ctrl C hả Ctrl V háo dương cho từ nông modify dương add vài frame tại này không này mạnh lực hữu toàn ban này kìa thử đây đấy chẳng ngờ lực hữu ta lại cầm ra vì mà việc ra thì hai bây giờ mơ tên lơ bậc cô ní lại ní cơ vi hiện đuổi nhìn hạt đuổi chẳng việc tròn này nè toàn này nè lường chẳng dân còn tại cho tab á cho Ctrl Alt click right click dân ạch mù tên lên tịch máu hai dân scale vì mất vì hiện đuổi bạc kề toàn đấy hai thằng lơ này có đôi kia đấy Ctrl O click rồi ta lơ scan hai tab chọn lại này mùi với tab chọn lệnh muối tiền vì màu ha chọn nam pad đỏ chẳng lại ní cứ đuôi này nè và kể dừng mơ này lên ní có khơi nè vì ập tròn này chẳng Ctrl O click right click scale tiền hói dương bằng vào mơ việc thở hói chăm dương thưa cái lại nè to tiền toàn đấy cái lại xe mà to tiền người ta nó lại xe mà to hai cái lại này đôi chia mông mây muôi xuôi như vậy rồi còn đôi chuyện đồng pích như vậy thôi nơi tam trông nắng hai mũi tiết nơi cái lại trông ní vì ở trông này vì bắt trông thở anh đang dương phở bị va dương phở ấy như thế tại này không đây là dương cu thẩm năng chọc đã xa tại bị va dương riêng là toàn đào này không slide mà đông năng nấy bị vẽ tròn pet dương cu phong dương đi phong ở chạm dương chạm ta separate vài frame hay nâng array bày nó hai cu lại nâng ở chặt hai cái lại pet ní đông ní cứ dương a do ce máu dương phở I co sphere ICO sphere mất dân khơi miền sphere năng màu
ឬក៏យើងបន្ថយ subdivision វាយកតែមួយទៅបានហើយអាហ្នឹងឯងហើយយើងចុច tab select កន្លែងនេះមកយើង delete face select delete face select delete face មកចឹងយើងឃើញមុំដូចគេបាទឬក៏យើងចូលទៅក្នុង Edge alt click ហើយយើងចុចអក្សរ E extrude តាមអ Y អ Z ចុចអក្សរ E ចុចអក្សរ Z អក្សរ Z មករុញមកក្រោមត្រង់បាទចឹងយើង move វាមកកន្លែងនេះមកនៅម្ដុំហ្នឹងមកហើយយើងចុចអក្សរ S scale វាឲ្យទូចទៅនៅកន្លែងណានៅខាងណាគ្រូទាញវាមកណាវិញទាញឲ្យចំកណ្ដាលហ្នឹងមកហើយយើងចុច scale ឲ្យទូចទៀតមកចំឡើងហ្នឹងហើយទាញវាមកខាងនេះមកហើយយើង rotation វាចុចអក្សរ N មកយើង rotation វាតាមអ x 90ហ្នឹងហើយយើង move វាមកកន្លែងហ្នឹងចុចអក្សរ N move វាមកកន្លែងហ្នឹងមកអានេះវាយើងធ្វើលអញ្ចឹងដល់ពេលយើងចង់បាន4ទៀតយើងត្រូវធ្វើម៉េច3ទៀតជ្រុងមួយនេះជ្រុងមួយនេះជ្រុងមួយនេះគឺយើង array ហ្នឹងតោះគឺយើង array ចឹងកន្លែងដូចជាដុំពេជ្រនេះស្រួចនេះគឺយើងប្រើ Shift A យើងចូលទៅក្នុង I CO sphere ហើយយើងលុបមកកណាត់ខាងក្រោមចោលຕົកតែកពូខាងលើទេប៉ុន្តែមុននឹងយើង create យើងមើលសិន object mode ឬក៏ edit mode ហ្នឹងណា object mode ចាំយើង create ហើយយើងចុច tab ចូល edit mode លុប delete ហើយយើង select យកពាក្យ face ដើម្បីលុប face ចោលហើយយើង extrude វាហើយដល់ពេលយើងចង់បានជុំវិញយើងប្រើប្រាស់ array តោះណា array តែ array របស់យើងវារៀងជាឡាញតោះណាអញ្ចឹងយើងអាចដូរ shape វានេះទៅជា cycle តោះណាទៅជា cycle ហើយយើងអាចចុចកន្លែងហ្នឹងទាញវាកន្លែងអាក់ហ្នឹងទាញវាចាញ់ Ctrl Z ចុចកន្លែងហ្នឹងមក pivot ហ្នឹងorigin ហ្នឹង click ជាប់ទាញវាយើងមើលទៅឃើញ3ដោយសារតែយើងយក3ហើយនេះ count 3អញ្ចឹងយើងគ្រាន់តែដូរឡាញទៅជា cycle ហើយយើងយក4ទៅវាទៅជា4នេះឃើញទេទៅជា4ប៉ុន្តែវាខុសទិសអញ្ចឹងយើងដូរនេះអាស៊ីរបស់វានេះ central axis របស់វានេះយើងដូរវាមកដូរអាដូរអា y ហ្នឹងដូរអា y ហើយលោកគ្រូចុច tab វិញលោកគ្រូកែនេះទៅជាលោកគ្រូយកអានេះ0សិនមើលអញ្ចឹងអានេះវាយកអានេះក៏ត្រូវអានេះចឹងតើតែយើងមើលពីលើសិនមកយើងទាញវាចំកណ្ដាលនេះតើនេះទាញវាចំកណ្ដាល move វាចំកណ្ដាលក៏បានដែរយើងធ្វើតាមអីក៏បាន move វាចំកណ្ដាលហើយចាំយើងចុចtab
select លើ mesh របស់យើងហ្នឹងនេះ Control Z ទាញវាចូលទៅក្រៅវិញ select នេះរបស់យើងហ្នឹង mesh របស់យើងនេះហើយយើង rotation នៅក្នុងហ្នឹងបានវាទៅអីគេដើរវិញចុះអក្សរ O មកយើងទាញ X វាយ 90 មកអត់ត្រូវដក 90 វិញ enter ចឹងវាបច្រាស់វាផ្ទុយអញ្ចឹងតោះនេះយើងអាចទាញមកក្រៅសិនមកគ្រូអាចទាញ object នឹងមកខាងក្រៅសិនចុចtab ហើយ select លើអាហ្នឹង move វាមកក្រៅសិនតោះនេះ move G មកក្រៅសិនមកតោះមកយើងចង់ឲ្យវាប្រឈរចឹងតើយើងចូលទៅក្នុង edit mesh ហើយយើងឃើញអានេះឃើញ face នៅកណ្ដាលហ្នឹងយើង select ទាំងអស់ហ្នឹងមកដោយយើងចូលទៅក្នុង wireframe នេះ select វាមួយអញ្ចឹងមកនេះ select វាអញ្ចឹងមកឲ្យអស់អញ្ចឹងមកចាំយើងចុចអក្សរ O rotation ហើយយើងចុចអក្សរ X rotation O មកគ្រូចុចខុស Control Z សិនគ្រូទៅចុចអក្សរ E វិញអក្សរ O មកហើយអក្សរ X មកវាបឆរអីឃើញទេវាបឆរអញ្ចឹងយើងវាយដក 90 មក enter ទៅដល់ពេលយើងចូលទៅក្នុង solid វិញមកវាបឆរអញ្ចឹងយើងដោះ object mode ទៅ edit mode វិញedit mode ទៅ object mode វិញមកចាំយើង move វាទៅចុចអក្សរ G ទាញវាមកតាមអវាយចុចអក្សរ G move វាធ្វើម៉េចឲ្យចំកណ្ដាលអញ្ចឹងមកអញ្ចឹងយើងអាចទាញវាបញ្ចូលវាបានទាញឲ្យកន្លែងលឿងនេះមកជីZ ដល់ពេលខាងលើយើងបានមួយដូចបានទាំងអស់ហើយ select លើវានេះ right click Control C right click ផាសហើយ move ទៅលើនេះបញ្ហា